រៀបសួរលោកគ្រូបាទគ្រូក្រែងដូចខ្ញុំស្ដាប់ច្រឡំសូមឲ្យលោកគ្រូជួយបញ្ជាក់បន្តិចតកតងមេរៀនដែលតកតងនឹងការទល់លាមកលោកគ្រូមេរៀនជំងឺទល់លាមកហ្នឹងបើសិនយើងការពារកុំឲ្យមានជំងឺទល់លាមកគេឲ្យញ៉ាំអាហារដែលមានជាតិសាយលុយឡុសឲ្យបានច្រើនដល់ពេលលោកគ្រូមិញតកតងនឹងសាយលុយឡុសថាពិបាកនឹងរំលាយមែនទេលោកគ្រូរហូតដល់ទៅ36ម៉ោងនៅក្នុងពោះវៀនធំបាទចឹងការយល់នឹងខ្ញុំញែកពីអត់ដាច់លោកគ្រូពីអត្ថប្រយោជន៍នៃការញ៉ាំខ្សែលុយឡុសហើយនិងផលប៉ះពាល់នៃការពិបាករំលាយហ្នឹងណាលោកគ្រូអភិបាលរំលាយហ្នឹងវាធ្វើឲ្យយើងស្រួលវិញបាទឧទាហរណ៍ចេះខ្សែលុសវាពិបាករំលាយអញ្ចឹងពេលយើងញ៉ាំចូលទៅក្នុងបំពង់អាហារយើងទៅវាបោសលោកគ្រូវាបោសវាដូចបំបោសបោសអញ្ចឹងបោសហ្នឹងស្អាតតាមអាហ្នឹងមកណាអញ្ចឹងដូចសម្អាតអញ្ចឹងពីព្រោះពេលយើងញ៉ាំទៅវាជាប់អាហារជាប់អីមកអត់អស់ណាអញ្ចឹងកាលណាយើងញ៉ាំបន្លែទៅវាដូចបំបោសបោសអញ្ចឹងបោសមកដល់ចូលមកដល់កាពះបោសកាពះហ្នឹងហើយកាពះពេលខ្សែលុសចូលទៅអញ្ចឹងវាធ្វើការខ្លាំងណាស់ដើម្បីជួយបំបែកជួយបន្ទន់ណាអញ្ចឹងហាក់បីដូចជាវាហាត់ប្រាណអញ្ចឹងវាហាត់ប្រាណណាអញ្ចឹងវាអត់អស់ទេអត់លាយនៅក្នុងហ្នឹងឯងវាចូលមកវៀនតូចទៀតចូលមកវៀនតូចអញ្ចឹងអាវៀនតូចខ្លះវាជាប់សាច់ទូចនៅជាប់នៅហ្នឹងវាបោសហ្នឹងស្អាតហើយធ្វើឲ្យវៀនតូចហ្នឹងគឺធ្វើចលនាបានល្អដូចហាត់ប្រាណអញ្ចឹងហាត់ប្រាណដល់ពេលចូលមកវៀនធំវាបាក់តេរីបំបែកហើយវានៅសល់ទៀតអានៅសល់ហ្នឹងឲ្យធ្វើឲ្យបន្ទន់លាមករបស់យើងណាមានលាមករបស់យើងហ្នឹងដោយមកជាមួយនឹងអាស័យរលោះហ្នឹងអញ្ចឹងហើយវាធ្វើឲ្យបន្ទន់លាមករបស់យើងហ្នឹងអត់ក្តៀនទេអញ្ចឹងហើយធ្វើឲ្យយើងបត់ជើងបានស្រួលដែលមានលាយជាមួយនឹងខ្សែរលោះហ្នឹងអញ្ចឹងហើយបានគេឲ្យយើងញ៉ាំខ្សែរលោះបានច្រើនដើម្បីបន្ទន់លាមករបស់យើងបាទតោះនេះគ្រូលោកគ្រូអរគុណលោកគ្រូបាទទៅហើយយើងដើរខ្យល់ផោមរហូតពេញមួយថ្ងៃអាហ្នឹងមិនវិញទេលោកគ្រូអាហ្នឹងមានន័យថាអាហារនៅក្នុងពោះវៀនធំឬក៏ពោះវៀនតូចយើងហ្នឹងវាមានពួកបាក់តេរីដែលយើងហៅថាបាក់តេរីអាក្រក់ណាបាក់តេរីទាំងអស់ហ្នឹងឯងដែលវាបំបែកអាហារយើងនៅក្នុងអាហារយើងទៅបង្កើតបានអូស្មန်មេតានណាគឺមេតានណាអូស្មန်មេតានអញ្ចឹងអូស្មန်មេតានហ្នឹងគឺវាបញ្ចេញមកគឺយើងផោមនៅឯងបាទអញ្ចឹងកាលណាយើងផោមញឹកញាប់នោះមានន័យថាបាក់តេរីនៅក្នុងហ្នឹងវាធ្វើសកម្មភាពណាវាធ្វើសកម្មភាពពេលខ្លះវាខ្លះមានបាក់តេរីមួយចំនួនវាធ្វើសកម្មភាពហ្នឹងវាមិនបង្កឲ្យមានបញ្ហាអីទេគាត់ថាឲ្យយើងហ្នឹងមានខ្យល់ច្រើនដោយសារសកម្មភាពសំខាន់គឺថាកាលណាមានផោមច្រើនហ្នឹងគឺសកម្មភាពរបស់បាក់តេរីនៅក្នុងហ្នឹងដែលវាបង្កើតបានជាខ្យល់ណាខ្យល់ហ្នឹងគឺមេតាហ្នឹងឯងបាទដែលយើងផោមមកហើយកាលណាយើងផោមជាទូទៅយើងអត់ស្រួលពោះឬក៏យ៉ាងម៉េចអាហ្នឹងផោមអាហ្នឹងគឺមានន័យថាបាក់តេរីនៅក្នុងហ្នឹងហើយបាទបាក់តេរីនៅក្នុងហ្នឹងហើយបាក់តេរីពេលខ្លះវាមាននៅក្នុងហ្នឹងពេលខ្លះប្រព័ន្ធការពារយើងទៅកម្ចាត់អស់ទៅក៏វាលែងទៅបាទវាលែងណាហើយតែបើសិនជាប្រព័ន្ធការពារយើងកម្ចាត់បានវាចេញទៅជាហើមពោះណាហើមពោះណាអញ្ចឹងបាក់តេរីវាច្រើននៅក្នុងហ្នឹងហើយអញ្ចឹងធ្វើឲ្យយើងហើមពោះហើយចឹងហើមពោះអញ្ចឹងបានយើងរកថ្នាំហើយអញ្ចឹងណាតែពេលខ្លះប្រព័ន្ធការពារយើងបំបែកសម្រាប់វាអស់ក៏វាបាទវាមកថោកធម្មតាវិញចឹងហ្នឹងហើយអូខេឥឡូវយើងសូមរំលឹកឡើងវិញអានេះគ្រូសូមវាលោកគ្រូបាទគ្រូចុះព្រូដែលនៅក្នុងខួរក្បាលធ្វើម៉េចបានវាទៅនៅដល់នឹងបានវាចូលតាមសរសៃឈាមណាគ្រូបាទតែពិតវាមិនមែនទៅដល់ខួរក្បាលទេវាស្ទះសរសៃឈាមខួរក្បាលបាទអញ្ចឹងវាធ្វើចលនាតាមឈាមទៅណាតាមឈាមទៅអូខេA ស្អីគេ A លោកគ្រូ A ស្អីគេក៏ពេញទឹកមាត់បាទចុះ B ខ្ញុំថាអំពងខ្យល់មានទេដឹងបាទអំពងខ្យល់ក៏បានដែរបាទ C អីគេ C ដើមកគ្រូដើមកបាទចុះ D អំពងអាហារចុះ
thlam thlam cho F Đèn kè cho gì ní tụ viên Viên đừng phèn cho H tụ viên tụ thông viên thông cho ý tụ viên tàu là gì ní trong tụ viên thông và trong viên thông chẳng đó dương học viên toàn các bạn này cho K ní nắng thông cùng coi và một phần tất cả mặt nhé ok dương chập mì điền thì hỏi và chân dương đo màu sầm rạc chân sông sầm răng răng tu và sông sầm rạc làm gì nè và trong càng nghe dương sầm rạc làm gì nè hảo nè sông xua là vụ này cụ dương độ thằng ham năm bảy ấy là vụ này cụ chuyện độ thằng ham năm bảy ấy nhưng trong ban ấy độ thằng hàm năm bay men chỉ vật ngay là cũ là mấy mình chưa bình bữa đó thằng khám mấy rồi ban là cũ hai đấy còn độ hai đấy còn độ thằng ham mô hay chẳng anh đang được sai giang sộp do Usman Oxygen ngay là cũ ngay bắt đầu Usman không luôn giang một bình dạ ta chơi về để dương sộp vô Usman Oxygen tới dương tập tuôn ban tham một pol thằng trời này nhưng xong bắt xong lên nhà cụ xong bắt xong lên chân dương độ thằng ham tới cứ dương đầm bầy vô từ thua oxy cam trong cao cá cả bàn thầm pol chân thầm pol dương đã đi chôn cùi từ cả thầm pol bà từ cả thầm pol chân thầm pol bằng ai này dương bàn một bị oxygen hay bột cho mùi nắng ha một dương nữa một cho mùi ha một dương chẳng cứ cũng ơi chả chê thầm đừng chờ sao đừng độ thằng hao như thứ ấy nè bà này là thật độ thằng hao để trâu được không chiêm trâu được không suốt đấy nhớ đó chẳng tầm bất những độ thằng hao nó do oxygen tới là mấy vừa oxy cám mà cả bàn thầm pol bà bọn mình thằng hao ở mình thầm pol ai tầm nào ca sẽ điện bàn tê chẳng hay slap hết bà ok chẳng đằng hao bàn mà nó dướng cứ ai ha bàn rộp sập ở đá bàn xem em ha nè scom chân tới bàn tạnh ngay chứ nè thon và nè thon ha bà bàn chờ ngày chiều bà rồi sao còn mình khanh mình ấy bằng rồng tập đấy ai bỏ tất cô ban chờ ngày này bà bị ta tam phải than đấy và tao thả bạn than nơi nóng bia miền sầm lại một phù chấn có dương ở đàn du đài tật nát tai bỏ ở đằng hao bính bay nhiệt tí nữa cũng và bay nhiệt tí cứ chọc sọc cơ vậy bay nhiệt tí sầm ép mình thon một đá hay bổ sung chỉ nè hạt pra nè cái lái ban đầu một mùi tì là nè cây la chìm xe nè cây la khẳng á rồi nhẹ rút bản năng marathon nè hai tật nè anh chấn ai bàn đó vào mùi tiền tại bây giờ một thòm đá giống bay nhiệt tiền nó cứ chọc sọc cơ vậy bà bản đằng hám chỉ ban tập phút một đồ sman đại bật ở chụp chơ nó không sao phiền cài ở đằng hám cứ dương miền bảy đằng hám miền đằng hàm cãi bạn đằng hàm cãi đó miền đằng hàm cãi đằng hàm cãi cứ miền này tha cứ bản đồ bà bản đồ Usman á bản đồ Usman lúc rồi xong cắt lúc rồi thì lúc rồi tha đằng hàm miền phi đằng hàm cãi nhưng đằng hàm nòng miền này được rồi miền bay là rồi cho cầm nọ đồng hàm nó vì mạch đấy thôi cầm nọ đồng hàm cái đã đồng hàm chó đồng hàm chành đấy nó vì mạch đấy các bạn anh đồng nọ đồng hàm nó thử ấy đồng nọ đồng hàm nó miên đồng hàm chó đồng hàm chành đào về đồng hàm miền bầy đồng nọ đồng hàm miền phi thì
ចឹងដង្ហើមក្រៅបាទដង្ហើមក្រៅគឺបដូរស្មានរវាងសួតហើយនឹងឈាមបាទសួតនឹងឈាមណាសួតនឹងឈាមអញ្ចឹងដង្ហើមក្រៅគឺបដូរស្មានរវាងសួតនឹងឈាមដល់ដង្ហើមក្នុងដង្ហើមក្នុងគឺបណ្ដូរស្មានរវាងឈាមហើយនឹងកោសិកាឈាមហើយនឹងកោសិកាបាទដល់ដង្ហើមមួយទៀតគេហៅដង្ហើមកោសិកាបាទដង្ហើមកោសិកាណាដង្ហើមកោសិកាហ្នឹងគឺបាទដង្ហើមកោសិកាហ្នឹងគឺអាហារយើងហ្នឹងមានក្លូកូសហ្នឹងបូកជាមួយនឹងអុកស៊ីហ្សែនទៅបានទៅជាឧស្ម័នកាបូនិកបានទឹកហើយនឹងបានថាមពលបាទថាមពលណាបាទថាមពលអញ្ចឹងដង្ហើមហ្នឹងមាន3ដង្ហើមមាន3គឺដង្ហើមក្រៅគឺបដូរឧស្ម័នបាទបដូរឧស្ម័នដង្ហើមហ្នឹងពីសួតទៅនឹងឈាមអញ្ចឹងមានន័យថាឈាមបាទបានបញ្ជូនឧស្ម័នកាបូនិកទៅឲ្យសួតហើយសួតបានបញ្ជូនអុកស៊ីហ្សែនឲ្យឈាមហ្នឹងគឺដង្ហើមក្រៅដល់ដង្ហើមក្នុងគឺបដូរអុកស៊ីហ្សែនពីឈាមទៅឲ្យកោសិកាហើយកោសិកាយកឧស្ម័នកាបូនិកមកឈាមវិញអាហ្នឹងដង្ហើមក្នុងដល់ដង្ហើមកោសិកាគឺស្ថិតនៅក្នុងមីតូកុងទ្រីគឺប្រតិកម្មតែម្ដងប្រតិកម្មដង្ហើមគឺអាហារយើងមានក្លូកូសបូកជាមួយទៅនឹងអុកស៊ីហ្សែនបានឧស្ម័នកាបូនិកបូកទឹកនិងថាមពលអញ្ចឹងសូមសួរលោកគ្រូតើដង្ហើមពិតជាដង្ហើមមួយណាដង្ហើមពិតណាដង្ហើមពិតជាដង្ហើមមួយណាដង្ហើមកោសិកាលោកគ្រូ បាទដង្ហើមកោសិកាហ្នឹងគឺជាដង្ហើមពិតហើយបាទអញ្ចឹងការដង្ហើមក្រៅដង្ហើមក្នុងគ្រាន់តែជាការបដូរមានអត់ទាន់ចេញលទ្ធផលទេបាទលទ្ធផលគឺដង្ហើមកោសិកាហ្នឹងដែលយើងចង់បានហ្នឹងណាអញ្ចឹងបានខ្ញុំចោទជាសំណួរដំបូងថាយើងដកដង្ហើមទៅយកធ្វើអីគឺយកទៅឲ្យកោសិកាបាទដើម្បីបង្កើតបានធម្មពលបាទអញ្ចឹងដង្ហើមពិតគឺស្ថិតនៅក្នុងកោសិកាបាទដង្ហើមក្នុងដង្ហើមក្រៅគាត់បដូរទៅបដូរមកអញ្ចឹងណាហើយដង្ហើមពិតគឺស្ថិតនៅក្នុងមីតូកុងទ្រីនោះទេដែលបង្កើតបានធម្មពលហើយយើងអត់ធម្មពលហ្នឹងក៏សំបីតែព្រិចភ្នែកហ្នឹងព្រិចមិនកើតផងអត់ធម្មពលណាចាំបីតែព្រិចភ្នែកបន្តិចក៏ត្រូវការធម្មពលដែរយើងសំបីតែអញ្ចឹងឧទាហរណ៍ថាយើងរៀនអញ្ចឹងបើសិនបើយើងបើកសំឡេងខ្លាំងយើងស្ដាប់សំឡេងខ្លាំងនោះត្រូវការធម្មពលច្រើនហើយបើសំឡេងតិចយើងត្រូវការធម្មពលតិចបាទយើងនិយាយខ្លាំងយើងត្រូវការធម្មពលច្រើនយើងនិយាយតិចយើងត្រូវការធម្មពលតិចអញ្ចឹងហើយបានអ្នកឈឺមិនអ្នកគ្រូលោកគ្រូដឹងអ្នកឈឺនិយាយខ្សើដោយសារគាត់អត់សូវមានកម្លាំងហ្នឹងឯងបាទហើយបើសិនមានកម្លាំងស្រែកបាទអញ្ចឹងហើយគឺអញ្ចឹងបានជាចាស់ជាទូទៅក៏គាត់អាមេតាបូលីសរបស់គាត់គឺគាត់ខ្សោយណាការបង្កើតធម្មពលអីវាអត់សូវខ្លាំងដូចក្មេងទេអញ្ចឹងហើយបានគាត់រកភាពស្ងប់ស្ងៀមណាលោកគ្រូដឹងថាបើថាអ្នកជំងឺឈឺធ្ងន់ណាលោកគ្រូចាក់បាសបើកតែមួយក្ដុងពីរក្ដុងគាត់យកអាធម្មពលនឹងយកទៅស្ដាប់អាបាសហ្នឹងណាបាទយកអាស្ដាប់បាសហ្នឹងដាច់ខ្យល់ហ្មងក៏មានដែរបាទដោយសារប្រើខ្លាំងចឹងហើយគាត់ត្រូវការស្ងប់ស្ងាត់ចឹងហើយមន្ទីរពេទ្យគេអត់ឲ្យកផ្លេនៅមុខហ្នឹងទេបាទអត់ឲ្យកផ្លេណាហើយយើងធម្មតាយើងគិតថាខ្លាចថ្លង់តែណាបាទអ្នកខ្លះនៅទឹកផ្លេទីបឡើងមកដាច់ខ្យល់ក៏មានដែរបាទយកអាហ្នឹងគឺប្រើអស់តែម្ដងបាទអស់តែម្ដងដាច់ខ្យល់តែម្ដងបាទអូខេហ្នឹងហើយអញ្ចឹងមានចម្ងល់អីកន្លែងហ្នឹងអត់ទេណាលោកគ្រូយើងបញ្យល់សឹងធ្វើម៉េចឲ្យវាយល់ដើម្បីថាដូចថាដង្ហើមគេថាគេចែកដង្ហើមជា3ដង្ហើមក្រៅដង្ហើមក្នុងនិងដង្ហើមកោសិកា
យើងបញ្យល់ទៅតាមដែលលោកគ្រូបញ្យល់អញ្ចឹងដើម្បីវាងាយយល់ឬក៏យ៉ាងម៉េចលោកគ្រូបាទ បានហ្នឹងហើយបងសួរសិស្សទៅដកដង្ហើមដើម្បីអីបាទអូសិស្សនឹងឆ្លើយមកដង្ហើមយកទៅដកដង្ហើមដើម្បីយកអុកស៊ីហ្សែនអញ្ចឹងសួរដេញទៀតទៅយកអុកស៊ីហ្សែនធ្វើអីបាទចុះឡើងក៏អត់ដឹងទេបាទអញ្ចឹងហើយសំខាន់បំផុតគឺអុកស៊ីហ្សែនយកទៅដើម្បីបង្កើតថាមពលនឹងឯងបាទអញ្ចឹងចាស់បកជេរថាអត់ដឹងខ្យល់មិនដឹងថាស្រូបខ្យល់ទៅដើម្បីធ្វើអីណាអ្នកខាងដល់ស្រូបមកដើម្បីយកអុកស៊ីហ្សែនអត់ដឹងថាយកធ្វើអីផងបាទប៉ុន្តែកុំច្រឡំដង្ហើមដង្ហើមវាមានបាទដង្ហើមចេញដង្ហើមចូលផ្សេងហ្នឹងណាអាហ្នឹងផ្សេងបាទនីតិដង្ហើមបាទអញ្ចឹងនេះនីតិដង្ហើម ជម្រាបសួរគ្រូ បាទ ចង់សួរទីគ្រូថាដង្ហើមវាអាចចែកជាពីរបានអត់គ្រូ ដង្ហើម ដកនេះគឺការដកដង្ហើមនិងដង្ហើមកោសិកាគ្រូ អញ្ចឹងឯងបាទដង្ហើមគឺវាមានដង្ហើមក្រៅដង្ហើមក្នុងហើយនឹងដង្ហើមកោសិកាណាបាទហើយបើសិនជាយើងនិយាយថាដំណក់ដង្ហើមបានន័យថាដង្ហើមចេញដង្ហើមចូលផ្សេងណាបាទគ្រូ នីតិដង្ហើមអញ្ចឹងនីតិដង្ហើមគឺស្រូបយកអុកស៊ីហ្សែនហើយបញ្ចេញទៅមជ្ឈដ្ឋានវិញនៅស្មានកាម្និចហើយនឹងទឹកហើយបង្កើតបានជាធម្មពលនេះបាទនឹងហើយគឺដង្ហើមកោសិកានឹងឯងណាបាទ គ្រូសុំសួរទេគ្រូ បាទ គ្រូថយទៅវិញបន្តិចកន្លែងខ្ញុំចង់សួរថាកន្លែងដង្ហើមក្រៅដង្ហើមក្នុងដង្ហើមកោសិកាណានឹងសំណួរយើងអាចថាតើដង្ហើមមានប្រមាណដំណាក់កាលអញ្ចឹងបានអត់គ្រូ ដង្ហើមមានប្រមាណ អត់ទាន់កន្លែងហ្នឹង ដង្ហើមមានប្រមាណដកដំណក់ដង្ហើមមានប្រមាណដំណក់ដង្ហើមមាន2ដង្ហើមចេញដង្ហើមចូល អត់ទេលោកគ្រូអត់ចង់បានដំណក់ដង្ហើមចង់បានចម្លើយវាចេញមកដង្ហើមក្រៅដង្ហើមក្នុងនិងដង្ហើមកោសិកា ដង្ហើមមានប្រមាណអញ្ចឹងនឹងអញ្ចឹងដង្ហើមក្រៅដង្ហើមក្នុងដង្ហើមកោសិកាណាបាទចូលមកផ្លូវដង្ហើមដំបូងឡើងគឺច្រមុះគឺសំខាន់ណាស់គ្រូនៅគូច្រមុះសំខាន់ណាស់បាទខ្យល់ចូលមកគឺតាមច្រមុះហើយលោកគ្រូទៅគិតថាច្រមុះយើងគឺជាសរីរាង្គជាប់ផ្ទាល់ជាមួយនឹងបរិស្ថានហ្មងណាចឹងហើយគឺគេបារម្ភខ្លាំងមែនតើបាទរឿងការចូលតាមច្រមុះហ្នឹងណាចឹងហើយការពាក់ម៉ាស់គឺជារឿងមួយល្អសំខាន់ល្អណាស់បាទពីព្រោះនៅក្នុងបរិស្ថានយើងស្វូមេរោគណាស់បាទលោកគ្រូសុំកាត់មកលោកគ្រូកន្លែងសួរកន្លែងដង្ហើមវិញនៅក្នុងមានទី10មានកំណត់ដង្ហើមនិងដង្ហើមកោសិកាអាហ្នឹងខុសគ្នាជាមួយដង្ហើមដែលលោកគ្រូប្រាប់មាន3ហ្នឹងដែរមែន អាហ្នឹងគេហៅដំណក់ដង្ហើមនិងដង្ហើមកោសិកាអញ្ចឹងដំណក់ដង្ហើមវាមាន2គឺដង្ហើមចេញនិងដង្ហើមចូលណាបាទហើយដង្ហើមកោសិកាហ្នឹងគឺអាហ្នឹងដង្ហើមបង្កើតបានជាធម្មពលហ្នឹងឯងបាទអញ្ចឹងអាដង្ហើមអាក្រៅដង្ហើមក្នុងហ្នឹងផ្សេងទៀតណាបាទលោកគ្រូសុំសួរបាទ ចង់សួរតាកតងនឹងដង្ហើមក្នុងនិងដង្ហើមក្រៅអាដង្ហើមក្នុងមេរៀនថ្នាក់ទី8គេសួរថាតើដង្ហើមក្នុងប្រព្រឹត្តទៅនៅណាដល់ពេលចម្លើយរបស់គេគឺថាដង្ហើមក្នុងប្រព្រឹត្តទៅនៅក្នុងកោសិកាអានោះមានន័យមិនទៅលោកគ្រូអត់យល់កោសិកានិងដង្ហើមក្នុងអញ្ចឹងវាអាចនេះដែរដង្ហើមហ្នឹងគឺគេសំដៅទៅលើដង្ហើមនៅក្នុងកោសិកាណាដង្ហើមក្នុងណាមានដង្ហើមកោសិកាប៉ុន្តែបើយើងលំអិតទៅថាដង្ហើមក្រៅគឺដង្ហើមដែលតកតងពីក្រៅគឺសួតជាមួយនឹងឈាមដល់ដង្ហើមក្នុងគឺដង្ហើមតកតងជាមួយទៅនឹងឈាមជាមួយនឹងកោសិកាហើយដង្ហើមកោសិកាគឺប្រព្រឹត្តទៅក្នុងមីតូកុំត្រីនោះទេបាទនៅក្នុងកោសិកាណាអញ្ចឹងលោកគ្រូយល់មើលថាតើសំណួរនៅក្នុងថ្នាក់ទីប្រមាណហ្នឹងគឺគេចង់បានអីពិតប្រាកដណា
chẳng ở sơចេះពីស្អីពិតប្រាកដបាទអញ្ចឹងមកកថាដង្ហើមក្រៅគឺដង្ហើមក្រៅនិងដង្ហើមក្នុងអញ្ចឹងដង្ហើមក្រៅនិងដង្ហើមក្នុងគឺមានន័យថាឬក៏ដង្ហើមក្រៅនិងដង្ហើមកោសិកាគឺដង្ហើមក្រៅមានន័យថាវាបដូរពីសួតមកឈាមឯងហើយគេអត់ដាក់ដង្ហើមក្នុងទេអញ្ចឹងបើដង្ហើមកោសិកាគឺដង្ហើមមិនមែនជាដង្ហើមក្នុងទេអញ្ចឹងវាដង្ហើមកោសិកាតែម្ដងបាទគឺគេចង់ឲ្យសិស្សចេះតែពីរទេគឺដង្ហើមក្រៅគឺពីសួតមកឈាមហើយដង្ហើមកោសិកាគឺស្ថិតនៅក្នុងមីតូកុងត្រីតែម្ដងបាទអញ្ចឹងយើងចូលមកផ្លូវដង្ហើមគឺដំបងច្រមុះបាទច្រមុះគឺសំខាន់រួចនឹងគ្រូគឺសំខាន់មែនតើច្រមុះនៅក្នុងច្រមុះហ្នឹងគឺមានរោមច្រមុះបាទអ្នកខ្លះអត់ទេរោមច្រមុះហ្នឹងជាងខ្លះលេងកាត់ចោលអស់ហ្មងណាបាទកាត់ទៅកាត់សក់កាត់អីលងគាត់កាត់គុលហ្មងគេកាត់តាណាដែលវាចេញមកក្រៅអញ្ចឹងណាគាត់មើលណាដល់កាត់ចោលទាំងអស់ហ្នឹងវាបាត់តម្រង់ច្រោះមួយហើយបាត់តម្រង់ច្រោះមួយហើយគេកាត់តាណាវែងលៀនចេញមកក្រៅទៅហើយឲ្យវាបជាតិគ្នានៅក្នុងទៅបាទអានេះគ្រូយើងអាចដកបានអត់យើងមិនកាត់យើងក៏ដកអាណាដែលវែងចេញបានទេណែគេមកដកអីអត់ឲ្យដកអីលោកគ្រូណាគេមកដកទេអូចុះចាប់បាទចុះដកខូចអស់ចុះដកកុំដកកាត់អាវែងចេញទៅបាទដកដកនឹងទី1វាធ្វើឲ្យអាលៀកអាគុលហ្នឹងណាបាទទី2វាបាត់អាតម្រង់ច្រោះហ្នឹងបាទបាត់តម្រង់ច្រោះហ្នឹងអញ្ចឹងហើយលោកគ្រូកាលពេលលោកគ្រូកាន់នៅក្មេងជីកបីអីតាមអាផ្លូវអាទិសណាអាកបីវាដើរអូសជើងហុយហើយដល់ពេលមើលទៅក្នុងច្រមុះឃើញអាដីនៅជាប់អាតាមរោមច្រមុះហ្នឹងណាអាតម្រង់ច្រោះសំខាន់មួយដែរបាទហើយចូលទៅដល់បាទចូលពីច្រមុះមកដល់កន្លែងនេះមួយកន្លែងនេះបាទសូមដូរពណ៌បន្តិចបាទនៅកន្លែងនេះណាកន្លែងនេះគឺកន្លែងហ្នឹងថាភ្នាស្លេះច្រមុះភ្នាស្លេះច្រមុះហ្នឹងគឺភ្នាសើមច្រមុះឬភ្នាសើមច្រមុះណាកន្លែងហ្នឹងគឺសំខាន់ណាបាទកន្លែងហ្នឹងគឺមានទូនាទីសម្រាប់ចាប់មេរោគហ្មងណាកន្លែងហ្នឹងមានសរសៃឈាមច្រើនសរសៃឈាមវាមានទូនាទី2ទី1គឺកម្ដៅខ្យល់យើងចូលទៅត្រូវកម្ដៅសិនកម្ដៅឲ្យវាក្ដៅដើម្បីរីកមាឌវាធំដើម្បីឲ្យសម្ពាធវាធំជាងអុកស៊ីហ្សែននៅក្នុងឈាមអញ្ចឹងវាបានអាចឈាបចូលទៅក្នុងឈាមបានទល់វាក្ដៅសិនបានអាចចូលក្នុងចូលទៅក្នុងឈាមបានអញ្ចឹងហើយអាកន្លែងនេះមានសរសៃឈាមចូលខ្ញុំឆ្ងល់កន្លែងដែលលោកគ្រូប្រាប់ថាកន្លែងខ្យល់ហ្នឹងវាបំលែងភ្នាសើមច្រមុះហ្នឹងវាបំលែងខ្យល់ត្រជាក់ទៅជាខ្យល់ក្ដៅដើម្បីឡើងសម្ពាធឈាមប៉ុន្តែដែលនៅក្នុងមេរៀនយើងគេថាខ្យល់ត្រជាក់គឺសម្បូរដោយអុកស៊ីសែនបើខ្យល់ក្ដៅគឺសម្បូរដោយអ៊ីស្មានកាបូនិកត្រូវទេលោកគ្រូគឺតយ៉ាងម៉េចដល់ពេលវាបំលែងទៅខ្យល់ត្រជាក់ទៅខ្យល់ក្ដៅវាមិនបាត់អុកស៊ីសែនលោកគ្រូឬក៏មិនទេបាទកាលណាយើងស្រូបចូលទៅវាមិនចូលទៅអុកស៊ីសែនទៅហើយបាទវាមានអូស្មានកាបូនិកវាមានអាសូតអីចូលទៅដែរណាប៉ុន្តែបរិមាណអូស៊ីសែនវាច្រើនជាងអញ្ចឹងទៅដល់ប៉ះកន្លែងហ្នឹងវាក្ដៅពេលវាក្ដៅណាពេលក្ដៅវាធ្វើឲ្យវាចូលទៅក្នុងសួតហ្មងពេលវាក្ដៅណាពេលក្ដៅវារីកមាឌវាចូលទៅក្នុងសួតតែម្ដងហើយទៅដល់សួតវាធ្វើឲ្យអាសម្ពាធវាហ្នឹងខ្ពស់ជាងឈាមអញ្ចឹងឲ្យវាអាចជ្រាបចូលទៅហើយបើសិនបើខ្យល់នឹងត្រជាក់លោកគ្រូបើសិនខ្យល់នឹងត្រជាក់យើងមានអារម្មណ៍ថាដូចដកដង្ហើមផុតវាអត់មានខ្យល់ចូលទៅគ្រប់គ្រាន់ណាអញ្ចឹងហើយលោកគ្រូត្រូវមានទៅដឹងថាហេតុអីបានពួកអឺរ៉ុបច្រមុះវាស្រួយហើយច្រមុះវាស្រួយហើយពួកអឺរ៉ុបណាដោយសារដើម្បីអីពីពួកនៅអឺរ៉ុបត្រជាក់អញ្ចឹងហើយច្រមុះត្រូវច្រមុះស្រួយដើម្បីអាកាឡាផ្ទៃនៅខាងក្នុងហ្នឹងណាកាឡាផ្ទៃនៅខាងក្នុងអានេះសើមហ្នឹងវាធំ
ដើម្បីកម្ដៅខ្យល់ឲ្យបានល្អមុននឹងខ្យល់នឹងចូលទៅក្នុងសួតបើសិនបើអត់មានកន្លែងកម្ដៅខ្យល់ត្រជាក់ហ្នឹងចូលទៅក្នុងឈាមអត់បានទេបាទចូលទៅក្នុងឈាមអត់បានអញ្ចឹងហើយពីដើមឡើយការជំយើងរស់នៅដោយធម្មជាតិណានៅអឺរ៉ុបកាលណាកូនកើតមកចំមុះកន្ទឹបគឺងាប់ហើយបាទអត់អាចកម្ដៅខ្យល់បានទេបាទអត់អាចកម្ដៅខ្យល់បានអញ្ចឹងហើយហេតុអីបានលោកគ្រូឃើញឯងឃើញពួកអឺរ៉ុបគេចំមុះវារហូតដល់ពេលយូរទៅវាគេហៅថា national election ណាគឺមានន័យថាជំរឿសធម្មជាតិណាជ្រើសយកតែចំមុះស្រួចរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងប៉ុន្តែសប្តាហ៍ថ្ងៃសួររស់នៅក្នុងចំមុះកន្ទឹបទៅរស់នៅរកបានអត់បានមិនមែនរស់នៅដូចធម្មជាតិពីមុនណាគេមានម៉ាស៊ីនកម្ដៅមានម៉ាស៊ីនអីប៉ុន្តែពីមុនគឺទល់តែចំមុះស្រួចបានរស់បានបានរស់បានបាទហើយដល់ពេលនៅអាហ្វ្រិកក្តៅអញ្ចឹងទៅប្រហោងចំមុះធំបាទប្រហោងចំមុះធំដើម្បីអីនៅពេលដល់ពេលវាតាក់ទងជាមួយនឹងពេលដង្ហើមចេញមកវាស្រូបយកទឹកទៅវិញដើម្បីសន្សំចៃណាហើយចំមុះអត់សូវស្រួយទេអញ្ចឹងនៅអាហ្វ្រិកហើយអាណាកើតមកចំមុះស្រួយងាប់ហើយបាទពីយើងនិយាយការរស់នៅដូចនៅធម្មជាតិណាហើយតំបន់យើងក៏អញ្ចឹងដែរគ្រូតំបន់យើងណាតំបន់ដែលក្តៅដូចនៅកំពង់ស្ពឺអីចំមុះប្រជាជននៅក្នុងគឺបាទអត់សូវនេះទេអត់សូវចំមុះស្រួយទេបាទហើយអ្នកដែលរស់នៅតាមតិចដែលរស់និយាយចំដូនតាពូជសុតនៅហ្នឹងហ្មងគឺចំមុះគេស្រួយហើយបាទប៉ុន្តែឥឡូវគាត់ថាលោកគ្រូថាមណ្ឌលគិរីជនជាតិដែលរស់នៅក្នុងយូរហើយមិននេះណាគឺចំមុះស្រួយចាបាទហើយអ្នកនៅកចេះនៅអីតំបន់តិចអីបាទរៀងតិចណាហើយបើនៅកំពង់ស្ពឺអីចំមុះកន្ទឹបហ្នឹងបាទនេះហើយអ្នករៀនសិក្សាយើងសិក្សាយូរទៅយើងដឹងគាត់មើលហ្មងដឹងថាអ្នកនេះមកពីតំបន់នេះតំបន់នេះប៉ុន្តែគាត់ថាឥឡូវវាអំឡាស់ទីវាអត់នេះទេបាទប៉ុន្តែគាត់គិតថាពីដឹកហើមឡើយគឺអាចដូនតាគាត់នៅម្ដុំនេះចឹងណាបាទហូហើយចុះអ្នកកាយចំហរចឹងអាចតាមអាកាសធាតុអត់ចឹងបើថាកាយចំហបាទមានអីណាគ្រូឥឡូវបច្ចុប្បន្នធ្វើមិនក៏បានដែរណាបាទយើងក្តៅក៏យើងបើកម៉ាស៊ីនត្រជាក់យើងត្រជាក់ទៅយើងបន្ថយទៅរស់នៅយើងធម្មជាតិយើងកែពីធម្មជាតិណាបាទយើងថ្ងៃយើងមិនរស់នៅក្នុងធម្មជាតិពិតប្រាកដយើងកែច្នៃធម្មជាតិបាទបាទហើយអារម្មណ៍ចំហនោះមានតំណងជាមួយនឹងរុនទឹកភ្នែកផងដែរណាទឹកភ្នែកផងដែរអញ្ចឹងហើយបាននៅពេលយើងបតក់ថ្នាំភ្នែកទៅយើងធ្វើឲ្យបាទធ្លាក់ទៅរុនចំហធ្លាក់ទៅដើមកធ្វើឲ្យយើងរវិញណាបាទយើងមកចូលមកដើមកនេះដើមកបាទកន្លែងដើមកណាដើមកគឺជាកន្លែងដែលប្រសពគ្នារវាងផ្លូវដង្ហើមហើយនិងផ្លូវអាហារបាទផ្លូវដង្ហើមនិងផ្លូវអាហារណាដើមកណាហើយដើមកក៏មានតកតងជាមួយនឹងតិចផងដែរអញ្ចឹងយើងកាលយើងរៀនតិចយើងហៅប្រម៉ៅ start ណាតកតងពីតិចមកចូលមកដើមកនឹងឯងបាទចូលមកដើមកណាអញ្ចឹងហើយនៅពេលដែលយើងផ្ដាសាយឈឺកំពង់កអីយើងឈឺដល់តិចទៀតហើយដោយសារយើងមានអារម្មណ៍ហ្នឹងណាមានអារម្មណ៍ប្រម៉ៅ start ហ្នឹងវាតកតងមកកាន់ដើមកនឹងឯងបាទខ្ញុំបញ្ជាក់កន្លែងនេះបន្តិចអាភ្នែកសើមចំហនេះណាបើសិនវាលាកអញ្ចឹងពេទ្យចាស់គាត់ច្រើននិយាយថាតុងចាក់ចំមុះកាលណាលាកទៅបាទពេលលាកទៅគឺពេលក្តៅអីអញ្ចឹងវាសាយឈាមវារីកអញ្ចឹងបែកហ្មងបាទបាញ់ហូរឈាមមកហើយអញ្ចឹងហើយចាស់តាំងហ្នឹងឯងកុំស៊ីកតុយតុងខ្លាចតុងចាក់ចំមុះឈាមចំមុះអញ្ចឹងណាបាទតាមពិតមិនមែនទេដោយសារអាភ្នែកសេះចំមុះហ្នឹងវាលាកបាទកាលណាវាលាកនៅពេលដែលក្តៅគឺបែកហ្មងបែកទៅសាយឈាមមកហូរឈាមចេញតាមចំមុះមកណាបាទ
ចូលមកបំពង់សំឡេងលោកគ្រូនេះគ្រូច្រើនតែ គ្រូសូមកាត់ភាសាលោកគ្រូបន្តិចលោកគ្រូតាក់ទងសួរនឹងមេរោគដែលឆ្លងពីកំពង់កចូលទៅក្នុងវិទ្យាលោកគ្រូតើអាចបង្កជាជំងឺដល់តិចដូចជាតែមានទឹកហូរចេញពីតិចបានទេលោកគ្រូ លោកគ្រូមិនបាត់សំឡេងអញ្ចឹងលោកគ្រូ អញ្ចេះតាមពិតអាមេរោគឆ្លងយើងមានតិចក្រៅតិចកដាលតិចក្នុងតិចក្រៅវាខាន់ដោយកដាលតិចណាអញ្ចឹងអាអំបៅបែកដែលហូរពីតិចមកក្រៅហ្នឹងគឺវាអាលៀកតិចក្រៅណាអាលៀកតិចក្រៅហើយបើវាអាលៀកតិចកដាលហ្មងវាអត់មានហូរចេញមកទេវាហូរចូលទៅក្នុងដើមកយើងណាយើងអត់ដឹងទេគ្រាន់តែយើងឈឺទេ លោកគ្រូជំងឺអំបៅបែកហ្នឹងមិនមែនរលាកតិចក្នុងតាមប្រមូលអូស្តាសមកទេចឹង អត់ទេអាលៀកតិចក្រៅតាហ្នឹងវាខាន់ដោយកដាលតិចតាហ្នឹងអាលៀកតិចក្រៅទេអំបៅបែកហូរចេញមកណាតែបើវាតិចជាកដាលវាអត់ហូរចេញមកអញ្ចឹងទេគឺវាហូរចូលទៅក្នុងដើមកយើងហ៎បាទទៅពេទ្យអត់ដឹងបាទយើងអត់ដឹងទេបាទវាលៀកណាបាទអញ្ចឹងហើយគឺពេលយើងលៀកកំពង់កអីវាខ្លះយើងលេបទឹកមាត់ទៅឈឺក្នុងតិចអាចឈឺក្នុងតិចខ្លាំងហ្នឹងគឺវាលៀកហើយបាទវាលៀកណា បាទអញ្ចឹងលោកគ្រូស្មានតាលៀកប្រមោយអូស្តាហ្នឹងមេរោគចូលតាមហ្នឹងគឺធ្វើឲ្យយើងមានបញ្ហាឈឺតិចហើយកើតជំងឺអំបៅបែកអីវាចូលសោះខុសបាទ បើហ្នឹងលៀកតិចក្រៅទេព្រោះវាអត់វាខាន់ដោយកដាស់តិចនោះមិនអញ្ចឹងទេវាហូរមិនកើតវាហូរមកតាមប្រមោយស្តាតវិញទេអា ចឹងលោកគ្រូកន្លែងចឹងមានន័យថាវារលាកតិចខាងក្រៅមានបាក់តេរីបានវាហូរចេញជាលក្ខណៈទុះឬក៏ខាងកើតបើអំបែកមែនហ្នឹងហើយមានបាក់តេរីមានផ្សិតមានអីចឹងណាបាទចឹងវាលាកតាមបើអំបែកហ្នឹងវាលាកជាក្រៅបាទដល់ពេលលាកជាក្រុងក៏វាហូរដែរមិនគ្រាន់ថាយើងអត់ដឹងទេវាហូរចូលតាមបំពង់ប្រមោយស្តាតនោះទេបាទ ពេទ្យគេមើលបាទគេឆ្លោះមើលណាឆ្លោះមើលចូលដល់តិចកដាលទៀតទៅបាញ់ភ្លើងចូលទៅដល់តិចកដាលមើលតិចកដាលទៀតអត់បាទអូខេបំពង់សំឡេងអញ្ចឹងបំពង់សំឡេងសុំបិទសំឡេងតិចគ្រូសុំបិទសំឡេងតិចបំពង់សំឡេងយើងតែងរាល់ថ្ងៃយើងតែងគិតថាយើងបញ្ចេញសំឡេងតាមមាត់ណាតាមពិតអត់ទេបំពង់សំឡេងយើងនៅដើមកយើងនឹងកយើងណាបំពង់សំឡេងយើងហ្នឹងគឺបន្តពីបំពង់ខ្យល់ទៅគឺបំពង់សំឡេងនៅពីលើបំពង់ខ្យល់បំពង់សំឡេងហ្នឹងគឺវាមានសាច់ដុំពីប្រទេសណាដូចដាតដូចដាតបៃអញ្ចឹងណាដូចដាតបៃអញ្ចឹងសាច់ដុំពីប្រទេសហ្នឹងដល់ពេលយើងបញ្ចេញសំឡេងយើងច្បាច់ពោះយើងច្បាច់ពោះយើងអញ្ចឹងដើម្បីឲ្យសួតយើងហ្នឹងបាទរួមតូចដល់ពេលសួតរឿងរួមតូចវាខ្យល់វាចេញពីសួតមកខ្យល់ចេញពីសួតមកវាឆ្លងកាត់អាបំពង់សំឡេងហ្នឹងអាសាច់ដុំពីរហ្នឹងវាលាស់ទៅមកកើតបានសំឡេងហើយបាទមកកើតបានសំឡេងហើយមាត់យើងហ្នឹងគ្រាន់តែជាអ្នកផ្លាស់ប្ដូររលកសំឡេងវាចេញពីដើមកមកទេបាទហើយមាត់យើងហ្នឹងគឺជាអ្នកផ្លាស់ប្ដូររលកសំឡេងតែប៉ុណ្្នឹងឯងមានមាត់មានដាតមានបបោមាត់មានថ្មិញមានច្រមុះអីហ្នឹងសិតតែអ្នកផ្លាស់ប្ដូររលកសំឡេងហើយបើសិនយើងមានបញ្ហាអីទៅលើប្រមាណហ្នឹងសំឡេងចេញដែរប៉ុន្តែគ្រាន់តែវាបដូរហើយបាទវាបដូរណាបាទហើយពេលយើងនិយាយយើងហៅស្អកហ្នឹងណាអាស្អកហ្នឹងគឺវាអាលៀកបំពង់សំឡេងហើយអាលៀកបំពង់សំឡេងហើយដែលយើងនិយាយច្រើនជាពិសេសគ្រូបរិញ្ញានិយាយច្រើនវិញវាស្អកមានន័យថាអាបំពង់សំឡេងយើងពណ៌ក្រហមហ្មងពណ៌ក្រហមណាអញ្ចឹងទៅសំឡេងចេញមកវាអត់ល្អទេបាទដោយសារសាច់ដុំវាលាស់ហ្នឹងគឺវាលាស់បានល្អទេនៅពេលដែលវាលាកអញ្ចឹងចេញសំឡេងមកយើងស្អកហើយ
Hiệp số làគ្រូ cũ គ្រូយើងមានបញ្ហាវះកាត់កំពង់សលេងច្រើនណាលោកគ្រូមូលហេតុអីលោកគ្រូ ពងសំលេងវាកាន់ពងសំលេងវាមូលហេតុច្រើនណាលោកបាទចំណាយើងលៀកពងករ៉ាំរៃទៅវាធ្វើឲ្យខូចពងសំលេងហើយបាទហើយវាអាចមានបាក់តេរីវាមានអីច្រើនយើងយើងមូលហេតុវាច្រើនណាបាទមូលហេតុច្រើន Hiệp số là cũ đời xa là cũ giấy đó pong sờ lên nắng nhom pong the papel pong sờ lên này là cũ nắng anh pra tham nham mấy ba này là cũ អាហ្នឹងយើងទៅមើលយើងទៅយើងទៅពេទ្យទៅពេទ្យយើងមើលថា tao là cũ tập pe tập chôm này cũ doctor phần này pong sờ lên gật tha ở miền tham ấy nham mấy cái đôi nhom nắng đồ à chi ôi xong cái bị chop riêng nắng còn đâu cái này rất ba rồi còn đâu bon là lại vậy chẳng á ហ្នឹងហើយ hay ôi tập pe nhom vậy cho mỗi con sa nhom bán đa sai vậy là cũ khơi sờ lên nhom mấy đôi mình được prong chẳng hay vậy trong cha như này là cũ hay không dương không prang á bàn chanh chẳng á hay cắt tha cắt prap tha này cũ bờ sân gì này cũ anh ọt cắt bàn thoi ca vậy thế ngày coi này cũ anh ai cũng bắt lên chân cắt prap chẳng បាទហ្នឹងហើយអ្នកគ្រូអញ្ចឹងខ្ញុំគាត់ឲ្យជាកំណត់មួយថាអ្នកគ្រូរមីក្រូណាគ្រូ micro មិនលោកគ្រូ មីគេហៅ speaker គឺសម្រាប់គ្រូបរិញ្ញាយើងនិយាយបន្តិចបន្តិចឯងវាលឺណាអញ្ចឹងយើងមក គាត់ថាអ្នកគ្រូគាត់ថាគាត់ប្រឹងនិយាយរំបានចេញលោកគ្រូទៅដាក់ speaker ឲ្យទៀតបើគាត់ប្រឹងនិយាយរំចេញ ហ្នឹងហើយលោកគ្រូដាក់ speaker មិនកើតបើសិនជាអកានិយាយអីមួយម៉ាត់ដូចខ្ញុំខំនិយាយឲ្យលោកគ្រូស្ដាប់បានទេខ្ញុំត្រូវប្រឹងពីពោះបុកមកលើបានចាញ់ខ្យល់ចាញ់សំឡេងឲ្យលោកគ្រូស្ដាប់បានអញ្ចឹងណា បាទហ្នឹងហើយប៉ុន្តែគាត់ថាបើយើងប្រើ speaker អញ្ចឹងយើងអត់ប្រឹងខ្លាំងទេយើងប្រឹងតិចតិចយើងប្រឹង ចាលោកគ្រូដោយសារពេលគេដាក់ម៉ាស៊ីនឆ្លោះទៅដោយសារតែខ្ញុំហ្នឹងលលាក់កំពង់សំឡេងធ្ងន់ធ្ងរវាមានដុំពោនៅក្នុងកំពង់សំឡេងទូតែគាត់បញ្ជាក់ថាអាដុំហ្នឹងដុំ slow ទេអីអញ្ចឹងហើយគាត់ព្យាយាមថាឲ្យខ្ញុំដូរអាជីពនិយាយឲ្យខ្លី không ôi riêng vậy là cái ôi cắt mình thôi mình tên cái thằng bên này cứ bật thường chẳng thế này coi cứ bắt chân này cứ thơ ta cài ca cái thằng cân mình chuột cái nhỏ muối ấy chúng buộc cứ riêng cứ cái chuột chào chẳng này năng hay này cô bàn tay còn thay những đồ chip mạch là cô riêng ở thế ôi đô nó mình đôi chân vì cái xuông cứ thế xong chop riêng tàu thơ này rất là ba rư còn nấu bon là lai rư còn nấu canh sầu ấy chăng ấy dân cùng sâu dày cha mình cắt cho dày chân đáng ai nhìn vô là bàn tay dừng xông kia xông đi từ khang rọp lôi về nhé chẳng nhẹ sừng vậy khang côi là chỗ được khang côi ba là côi với nhân dọc đó là cửu khang rọp lôi về đây ta là cửu đây là cửu xa là ngay khang răng nhất អ្នកគ្រូយើងកើតបញ្ហានឹងច្រើនគ្នាហើយខ្ញុំពេលបរៀនប្រឹងនិយាយឡើងហត់អញ្ចឹងពិបាកចិត្តតាលោកគ្រូ ចាអ្នកគ្រូកើតច្រើនព្រោះអ្នកគ្រូដុកទ័រនៅមន្ទីរពេទ្យខេត្តសៀមរាបគាត់ថាអ្នកគ្រូមិនបាច់បារម្ភទេគឺខ្ញុំគេមកជួបខ្ញុំច្រើនណាស់ជាពិសេសផ្នែកគ្រូបង្រៀនគាត់ប្រាប់ចឹងណា ហ្នឹងហើយគាត់ប្រាប់ហើយគាត់ថាអ្នកគ្រូមិនបាច់បារម្ភទេតែបន្តិចទៀតនឹងនិយាយឡើងចេញហើយ ហ្នឹងហើយដឹងអីមិន ហើយលោកគ្រូលោកគ្រូ អីឲ្យទៀតយ៉ាប់ដល់ លោកគ្រូយើងដោយលោកគ្រូថាមិញហ្នឹងយើងមុននឹងឆ្លងដល់ដំណាក់កាលអ្នកគ្រូយើងគួរតែប្រើ speaker ម្នាក់មួយឲ្យបាទ លោកគ្រូខ្ញុំ22ឆ្នាំសម្លេងខ្ញុំត្រឹមសោះ50នេះអីគឺសម្លេងខ្ញុំលឺដាច់គុណសិស្សតែចូលឆ្នាំទី22នេះលោកគ្រូត្រោមតាំងពីខែ1ឆ្នាំ2025នេះមកគឺយ៉ាប់មករហូតក្នុងមួយខែខ្ញុំនិយាយមួយគុណសិស្សស្ដាប់ឮបានតែមួយអាទិត្យអីទេផុតពីនោះគឺយ៉ាប់ទៅគុណសិស្សគាត់យល់ព្រោះការពេទ្យគឺសម្លេងខ្ញុំចាញ់មកវាអត់ឮពេលណាខ្ញុំនិយាយជាមួយគាត់ឃើញខ្ញុំប្រឹងពីពោះសកម្មភាពមុខយើងអត់ដូចយើងនិយាយធម្មតាលោកគ្រូដូចរបៀបយើងប្រឹងអញ្ចឹងណា ចឹងហើយមកពីយើង
អត់យល់អំពីទួនាទីបំពង់សម្លេងតាំងពីដំបូងណា ចាត្រូវលោកគ្រូត្រូវ ខំប្រឹងប៉ុណ្ណាំងមួយសោះខំសិលសោះបាន ចា ឥឡូវហ្នឹងមានបញ្ហាហើយចឹងបាទឲ្យទៅដូរអាជីពមិនកើតអញ្ចឹងមានតែ 22 ឆ្នាំសោះលោកគ្រូ បាទតែ22ឆ្នាំសោះមានណា បាច់លទ្ធផលឃើញមែន បាទឃើញបាទគ្រូបង្រៀនគឺរៀនយូរទៅអញ្ចឹងហើយបាទដល់អញ្ចឹងទៅអាចចេះទៅអាចយើងបន្ថយនិយាយអញ្ចឹងទៅល្អម្យ៉ាងដែរថាពេលប្តីតាណាតន័យអីចឹងទៅយើងខ្ជិលនិយាយហ្មងនិយាយអត់ចេញណា នៅក្នុងទេអត់សូវជាបាននិយាយអីច្រើនទេគ្រូក៏តែឥឡូវខ្ញុំកាត់បន្ថយមួយឆ្នាំនេះខ្ញុំទ្រូមសំលេងហើយ បាទអូខេអញ្ចឹងថែទាំសុខភាពបាទ ចាគ្រូ បាទអញ្ចឹងបំពេញបាទ ខ្ញុំមានបញ្ហាដល់ពេលអញ្ចឹងលោកគ្រូដាក់ស្ទាយមកខ្ញុំទៅបានមើលទេខ្ញុំឈឺពេកហើយអញ្ចឹងខ្ញុំស្ដាប់ទៅសលេងលោកគ្រូទេស្លេងខ្ញុំស្ងួតពលឺទៅ គឺលេងលោកគ្រូបរោះហើយរៀនចូលរៀនស្រួល ជួនហេនិយាយមកត្រៅមែនតាលោកគ្រូគឺខ្ញុំរៀនបានពីម៉ោង 7 កន្លះដល់ម៉ោង 12 ហើយដោយសារលោកគ្រូទុកពេលឲ្យសួរហើយតាមទិន 70% អញ្ចឹងគឺតាមទិនច្រើន បាទអញ្ចឹងដែរ បាទតាមទិនច្រើនបាទប្រឡងបញ្ចប់ហ្នឹងធ្លាក់ អាហ្នឹងចាំគិតទៀត បាទតោះយើងតទៀតអញ្ចឹងណាអញ្ចឹងបំពង់ខ្យល់បន្ទាប់ពីបំពង់សំឡេងទៅបំពង់ខ្យល់ណាបំពង់ខ្យល់នេះបំពង់ខ្យល់គូនេះគូបំពង់ខ្យល់ហ្នឹងគឺវាមានឆ្អឹងខ្ចីណាបាទឆ្អឹងខ្ចីពាក់កណ្ដាលរំពងបាទពាក់កណ្ដាលរំពងនេះគ្រូឆ្ងល់ហេតុអីបានវាមិនឲ្យពេញហ្មងទៅវាចាំបាច់មានពាក់កណ្ដាលទៅអីបាទវាមានសារៈប្រយោជន៍របស់វាដែរគឺបំពង់អាហារនៅពីក្រោយនេះបំពង់អាហារយើងនៅពីក្រោយហ្នឹងណានៅពេលដែលយើងលេបអាហារមកបើសិនបើឆ្អឹងវាពេញហ្មងណាវាលេបអាហារមកគឺវាប៉ោងមកវាប៉ះមួយឆ្អឹងហ្នឹងគឺលេបអាហារអត់ចូលទេអញ្ចឹងហើយបានវាបើសិនជាវាបាទបើសិនវាពេញតែវាធ្វើពាក់កណ្ដាលអញ្ចឹងដើម្បីអានេះសាច់ដុំណាសាច់ដុំដល់ពេលបំពង់អាហារហ្នឹងវារីកមកវាធ្វើអាហ្នឹងប៉ោងចូលក្នុងនេះបាទប៉ោងចូលក្នុងអញ្ចឹងយើងលេបអាហារបានបាទលេបអាហារបានហើយតើវាមានឆ្អឹងហ្នឹងដែលមានទូនាទីអីគឺមានទូនាទីសំខាន់ណាព្រោះបំពង់អាហារវាជាយើងហៅថាជាអង្គធាតុរឹងអាហារវាជាអង្គធាតុរឹងដែលអាចឆែកបំពង់ខ្យល់បំពង់សម្លេងហ្នឹងចូលបានតែឧស្ម័នអត់អាចចែកបានទេបើសិនបើអត់មានអីឲ្យចំហប្រហោងជាប់ចំណេញអញ្ចឹងគឺវាចូលអត់បានអញ្ចឹងហើយបានទៅបំពង់ខ្យល់យើងបង្កើតជាឆ្អឹងខ្ចីដើម្បីឲ្យបំពង់ខ្យល់ហ្នឹងចំហចំណេញដើម្បីឲ្យខ្យល់ចូលណាបាទខ្យល់ចូលអញ្ចឹងហើយបន្ទាប់ពីរោមចំហហើយនឹងគ្នាស្រេះចំហទៅមានរោមនៅក្នុងបំពង់ខ្យល់យើងនេះរោមហ្នឹងគឺសម្អាតធូលីបាទសម្អាតធូលីណាសម្អាតធូលីដែលចូលមកមុនដំបូងយើងទៅទប់នៅក្នុងរោមចំហមួយទៀតបន្ទាប់មកនៅកន្លែងគ្នាសើមចំហដល់ពេលសល់គឺអារោមនឹងឯងចាប់ចុងក្រោយណាចាប់ចុងក្រោយហើយខាក់ជាកំហាក់ចេញមកគឺនៅបាទដីឬក៏មេរោគអីបាទរោមហ្នឹងណាហើយរោមហ្នឹងដូចនេះអញ្ចឹងដូចស្លឹកឈើអញ្ចឹងណាដូចស្លឹកឈើអញ្ចឹងពេលយើងដង្ហើមចូលទៅពេលយើងដង្ហើមចូលទៅរោមហ្នឹងវាទៅខាងក្នុងចុះទៅក្រោមណាដល់យើងដកដង្ហើមចេញរោមហ្នឹងវាឡើងមកលើវិញអញ្ចឹងយើងបក់ទៅបក់មកបក់ទៅបក់មកបាទសម្រាប់អ្នកជួបបរិយគ្រូអ្នកជួបបរិយពេលអ្នកជួបបរិយគឺរោមហ្នឹងគឺវាក្តាំងជាប់ជាមួយនឹងផ្សែងបរិយហ្មងបាទក្តាំងជាប់ជាមួយនឹងផ្សែងបរិយអញ្ចឹងផ្សែងបរិយគឺធ្វើឲ្យវាស្អិតជាប់គ្នាតែម្ដងអញ្ចឹងហើយនៅពេលដែលយើងជួបបរិយហើយ
ដល់ពេលយើងដកដង្ហើមមកគឺមានរោគចូលមកហ្មងអត់មានកន្លែងចាប់ទេព្រោះអានឹងក្តាំងជាប់ស្អិតអីបាទស្អិតជាមួយផ្សែងបារីអីខូចហ្មងរឹងខូចហ្មងវាអត់បក់ទៅមកអញ្ចឹងហើយវាធ្វើឲ្យខ្យល់នឹងចូលនាំមេរោគអញ្ចឹងហើយបានជាទូទៅគេថាជក់បារីមហារីកសួតហ្នឹងគឺដោយសារអីដោយសារមេរោគហ្នឹងវាអត់មានកន្លែងនេះវាអត់មានកន្លែងចាក់ស្ទាក់អីគឺវាចូលទៅដល់សួតតែម្ដងដល់សួតវាលាកសួតដល់លាកសួតយូរទៅដុសសាច់អីចឹងទៅវាទៅជាមហារីកអញ្ចឹងការជក់បារីគឺវាមានមកកគ្រោះថ្នាក់ច្រើនបាទដល់សួតណាដល់សួតបាទចឹងបំពង់ខ្យល់ជាបំពង់មួយដែលបន្តពីបំពង់សម្លេងមកហើយជាទូទៅមានឆ្អឹងទាំងអស់16ទៅ20កង់ណាឆ្អឹងហ្នឹងណាបាទឆ្អឹងហ្នឹងលោកគ្រូធ្លាប់ឲ្យស្លមជូរគ្រឿងអីយកអាហ្នឹងទៅណាបាទហើយផ្ទៃខាងក្នុងនៃហ្នឹងវាពីសដោយភ្នេះសើមហ្នឹងមានអេពីតេយ៉ូមរ៉ូមនឹងឯងសម្រាប់ចាប់បាទចាប់មេរោគណាតាក់ទងទៅនឹងបំពង់ខ្យល់ឬក៏បំពង់សម្លេងដែលថាមានដុំពោកមួយណាចំពោះបរិះគេមើលឃើញហើយចំពោះនារីហ្នឹងមើលមិនសូវឃើញហ្នឹងបំពង់សម្លេងវានៅក្នុងបំពង់សម្លេងដូចជាចុះសម្លេងស្ទើយសម្លេងសារកាសម្លេងហៅថាអីលិនថោងល្មិចហ្នឹងអានោះចេញពីបំពង់សម្លេងឬក៏យ៉ាងម៉េចលោកគ្រូចេញពីបំពង់សម្លេងលោកគ្រូចេញពីបំពង់សម្លេងណាហើយបំពង់សម្លេងហ្នឹងសម្រាប់បរោះវាធំអញ្ចឹងបានសម្លេងរឿងគីឡូជាងដល់ពេលស្ត្រីយើងទូចអញ្ចឹងបំពង់សម្លេងទូចណាបាទអញ្ចឹងហើយធ្វើឲ្យសម្លេងស្រួយជាងអញ្ចឹងណាបាទអញ្ចឹងវាចេញពីបំពង់សម្លេងបាទមិនចេញពីបំពង់ខ្យល់ទេគឺវាចេញពីបំពង់សម្លេងបាទ